នេះគឺជាដើមកវាឬក៏គេហៅថាដើមបំពុលត្រីឬក៏អ្នកខ្លះដែលគាត់ហៅថាដើមក្បៀសដែលជាទូទៅអ្នកស្រុកភូមិខាងនេះគឺគេស្គាល់ថាជាដើមបំពុលត្រីហើយវីដេអូមុនពុកម៉ែបងប្អូនបានទស្សនាហើយពីរបៀបធ្វើសម្រាប់ការធ្វើថ្នាំសម្លាប់សត្វល្អិតបំផ្លាញលើដំណាំជាមួយនឹងរុក្ខជាតិនេះដែលខ្ញុំបានធ្វើនៅវីដេអូមុនហើយសម្រាប់វីដេអូនេះគឺខ្ញុំនឹងប្រាប់អំពីការប្រើប្រាស់អញ្ចឹងមុននឹងយកទៅប្រើប្រាស់គឺយើងធ្វើការកូរវាឲ្យចេញពពុះបែបនេះដែលយើងធ្វើឲ្យទុករយៈពេលបាន2 3ម៉ោងឬធ្វើភ្លាមមកបងប្អូនអាចយកទៅប្រើប្រាស់បានភ្លាមនេះគឺជាអត្ថប្រយោជន៍នៃការធ្វើដើមកវានេះសម្រាប់ធ្វើថ្នាំបំពុលសត្វល្អិតហើយធ្វើឲ្យភ្លាមគឺកសិករគាត់ចាប់ផ្ដើមដងទឹកដែលបានត្រាំហ្នឹងយកមកដាក់នៅក្នុងធុងបាញ់ថ្នាំហើយបញ្ជាក់ផងដែរថាធុងបាញ់ថ្នាំមុននឹងយកទៅថ្នាំនេះបាញ់គឺយើងត្រូវលាងក្លុកសារធាតុគីមីដែលមានក្នុងធុងឬក៏ថ្នាំពុលក្នុងធុងមុនហ្នឹងឲ្យស្អាតច្រកទៅហើយសម្រាប់យកទៅបាញ់ដំណាំរបស់គាត់អញ្ចឹងគឺយើងគ្រាន់តែធ្វើបែបនេះជាការស្រេចអញ្ចឹងសូមទៅទស្សនានៅសកម្មភាពធ្វើការបាញ់ទៅលើដំណាំត្រឡាចដែលត្រឡាចរបស់គាត់គឺមានចៃសដែលស៊ីនៅក្នុងហ្នឹងហើយក៏មានដង្កូវអីផ្សេងដែរអញ្ចឹងបន្ទាប់ពីគាត់ធ្វើការបាញ់ហើយភ្លាមគឺរយៈពេលប្រហែលជា10នាទីគឺសត្វល្អិតឬក៏សត្វបំផ្លាញទាំងអស់ចាប់ផ្ដើមងាប់និងធ្លាក់មកលើដីជាបណ្ដើហើយនេះជាសកម្មភាពដែលគាត់ធ្វើការបាញ់ថ្នាំកម្ចាត់សត្វល្អិតដែលធ្វើអំពីដើមកវាឬក៏ជាថ្នាំកម្ចាត់ឬថ្នាំពុលបែបធម្មជាតិដែលកសិករអាចធ្វើនិងប្រើប្រាស់បានហើយសុវត្ថិភាពសម្រាប់ខ្លួនយើងផ្ទាល់ដែរបើសិនជាយើងប្រើប្រាស់នៅថ្នាំកសិកម្មបែបធម្មជាតិបែបនេះឥឡូវនេះការបាញ់របស់គាត់ចិត្តបានបញ្ចប់ហើយចាំទៅមើលនៅសត្វល្អិតដែលបានងាប់ដោយសារឥទ្ធិពលថ្នាំធម្មជាតិនេះទាំងអស់គ្នាហើយនេះជាសត្វល្អិតមួយចំនួនដែលបានងាប់អញ្ចឹងសូមទស្សនាទាំងអស់គ្នាសត្វល្អិតនេះមានមូសមានពពួករុយចោះផ្លែចោះអីនេះខាងហ្នឹងគឺងាប់វាបានងាប់ធ្លាក់មកបដើហើយមើលនេះក៏ជាសត្វនេះដែរវាធ្លាក់មកពីលើនេះធ្លាក់មកពីកន្លែងស្លឹកខាងលើនេះស្លឹកខាងលើនេះធ្លាក់មកពីហ្នឹងមកដល់ស្លឹកខាងក្រោមនេះបណ្ដោយសម្រាប់វីដេអូដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនានៅវីដេអូកន្លងមកសូមអរគុណនិងជូនពរសុខសុវត្ថិភាព